សុំម៉ែប៊ូប្រុសតែក្រនៅក្នុងភូមិតូចមួយនៅជនបទមានក្មេងប្រុសម្នាក់ឈ្មោះវុទ្ធីអាយុប្រហែល18ឆ្នាំគាត់រស់នៅជាមួយម្ដាយតែម្នាក់គត់បន្ទាប់ពីឪពុកបានស្លាប់តាំងពីគាត់នៅតូចជីវភាពគ្រួសារគឺក្រីក្រខ្លាំងម្ដាយរបស់គាត់ធ្វើការកសិកម្មនិងលក់បន្លែតាមផ្សារដើម្បីចិញ្ចឹមជីវិតទាំងពីរវុទ្ធីគឺជាក្មេងល្អមានចិត្តសុចរិតប៉ុន្តែគាត់តែងមានអារម្មណ៍អៀនខ្លួនព្រោះគាត់ក្រីក្រនៅពេលឃើញមិត្តភ័ក្តិមានសម្លៀកបំពាក់ស្អាតមានទូរស័ព្ទថ្មីគាត់តែងមានអារម្មណ៍ថាខ្លួនឯងអន់និងមិនស្មើគេថ្មីមួយបន្ទាប់ពីត្រឡប់មកពីសាលាវុទ្ធីឃើញម្ដាយកំពុងអង្គុយសម្រាកដោយដៃពេញទៅដោយដីនិងញើសហូរពេញមុខម្ដាយនិយាយដោយស្នាមញញឹមថាកូនមកហូបបាយទៅណាម៉ែធ្វើម្ហូបដែលកូនចូលចិត្តវុទ្ធីមើលម្ដាយយ៉ាងស្ងៀមស្ងាត់ហើយចិត្តគាត់ចាប់ផ្ដើមគិតថាតើជីវិតយើងត្រូវបន្តបែបនេះរហូតដល់ពេលណាយប់មួយវុទ្ធីនិយាយជាមួយម្ដាយថាម៉ែខ្ញុំចង់សុំម៉ែបួសម្ដាយភ្ញាក់ផ្អើលហើយសួរថាហេតុអ្វីកូនចង់បួសកូននៅក្មេងណាស់ហើយក៏មិនទាន់រៀនចប់ទេវុទ្ធីឆ្លើយដោយសំឡេងស្រពិតស្រពិលថាព្រោះតែយោក្រខ្ញុំមិនចង់ឲ្យម៉ែពិបាកទៀតទេបើខ្ញុំទៅបួសខ្ញុំនឹងមិនប៉ះពាល់ចំណាយហើយអាចរៀនធម៌ដើម្បីរកផ្លូវល្អសម្រាប់ជីវិតម្ដាយស្ងៀមស្ងាត់មិនដឹងត្រូវឆ្លើយយ៉ាងដូចម្ដេចទឹកភ្នែកចាប់ផ្ដើមហូរយឺតម្ដាយនិយាយទាំងសំឡេងកន្ត្រាក់ថាកូនអើយក្រីក្រមិនមែនជាបាបទេតែបើកូនបោះបង់អនាគតរបស់ខ្លួននោះចាជារឿងដែលម៉ែឈឺចាប់ម៉ែធ្វើការលំបាកមិនមែនចង់ឲ្យកូនគិតពីជីវិតទេតែចង់ឲ្យកូនមានអនាគតល្អបើកូនចង់បួសប្រុសស្រឡាញ់ធម៌ម៉ែគាំទ្រតែបើបួសប្រុសគិតពីភាពក្រនោះមិនមែនជាដំណោះស្រាយទេកូនពាក្យទាំងនេះធ្វើឲ្យវុទ្ធីស្ទើរតែបែកចិត្តគាត់ទើបយល់ថាគាត់កំពុងរត់គេចពីបញ្ហាមិនមែនដោះស្រាយវាទេថ្ងៃបន្ទាប់វុទ្ធីសម្រេចចិត្តមិនបួសទេគាត់ប្រាប់ម្ដាយថាម៉ែខ្ញុំសុំទោសខ្ញុំមិនគួរគិតបែបនោះទេខ្ញុំនឹងខិតខំរៀននិងធ្វើការជួយម៉ែដើម្បីផ្លាស់ប្ដូរជីវិតយើងចាប់ពីថ្ងៃនោះវុទ្ធីរៀនខំប្រឹងយ៉ាងខ្លាំងហើយក្រៅម៉ោងសិក្សាគាត់ជួយម្ដាយលក់បន្លែទោះជាពិបាកប៉ុណ្ណាគាត់មិនធ្លាប់បោះបង់ឡើយបន្ទាប់ពីរយៈពេលប៉ុន្មានឆ្នាំវុទ្ធីបានប្រឡំជាប់នឹងទទួលអាហារូបកម្មទៅរៀនបន្តជីវិតគ្រួសាររបស់គាត់ក៏ចាប់ផ្ដើមប្រសើរឡើងថ្ងៃមួយគាត់យកលទ្ធផលជោគជ័យទៅបង្ហាញម្ដាយហើយនិយាយថាម៉ែមើលទៅនេះជាអ្វីដែលខ្ញុំធ្វើបានដោយមិនគិតពីភាពក្រម្ដាយញញឹមទឹកភ្នែកពេញភ្នែកដោយមោទនភាព